បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺកម្មវិធីបនឆ្លងសាលានៅកណ្ដាលភូមិមួយកន្លែងនៅខាងខេត្តត្បូងឃ្មុំឥឡូវបងប្អូននាំគ្នាជួយរៀបចំសម្រាប់ធ្នាប់ឲ្យមានដាក់ជារោងដាក់ជាតុកៅអីសម្រាប់យើងទទួលភ្ញៀវអញ្ចឹងខ្ញុំគ្រាន់តែមានច្បល់ប៉ុណ្ណឹងទេទុកឲ្យតាគាត់មានប្រសាសន៍បងប្អូនចាំស្ដាប់សលេងពិតបាទខ្ញុំជាកិត្តិយសទីខ្វាយដែលបានអញ្ជើញមកចូលរួមកម្មវិធីបន់ឆ្លងសាលារបស់យើងនោះបាទយើងត្រូវមានទាំងប្រុសមានទាំងស្រីកម្រាកម្រីឲ្យទីបានថាតំណែងមកត្រូវជួយគឺជាប្រាក់5ខាងចុងធូនគឺជាកណោះអានេះត្រូវតែចែកគ្នាទៅនេះមកពុំប្រចាំគ្នាតែយើងចិត្តតាមវិធីប្រាក់5ហើយព្រោះដល់អត់ពេលឯងដែលយូរអត់មានទឹកមិនមកទៅប្រាក់5គឺគ្នាបានល្អផ្លាស់រៀបទឹកមកផ្លាស់រៀបជើងមកផ្លាស់ខានសាច់ខានអីទៅរូបបែបយ៉ាងនៅពេលនេះគឺឆ្អិនឆ្លាស់ហើយយ៉ាងមកហូបបន្តប្រកបមកយើងសាកលក់ទៅបាទយ៉ាងបាននេះតាមពុទ្ធសាសនាក៏ខ្ញុំអញ្ជើញមកបន្តប្រកបមកលោកយាយចិត្តអស់នឹងអីលោកមេដែលមកជួយព្រឹកមិញមកហូបសិនមកសាកហើយយកអស់មកទៀតសិនមិនដឹងបាទយើងសូមអរគុណយើងពលដែលមកជួយទឹកមិញរយៈយ៉ាងមកបានទៅទីហើយបកមកហូបសិនណាហើយអ្នកនៅក្នុងខ្លួនក៏ចូលហូបសិនដែរពេលរៀននោះវាសម្រូវនៅហូបដែរហូបមកទៅហើយវាស្មានហើយមួយពោះហើយពេលតែខ្ញុំនោះយ៉ាងចូលហូបបន្តស្ដាប់មកសំចៅអើយចិត្តនឹងពួកយើងទៅអស់គ្នាទៅហើយយើងទៅហូបបាយទៅត្រង់ទៀតបានហូបទៅយើងទៅមួយទឹកមួយអីកម្មវិធីស្រាយនឹងជាចូលមកដល់ឡើយយើងរីកពាក់សំរមមកណាត់ទទួលជាគៀវកិត្តិយសរបស់យើងណាយើងសូមដាក់ว่าខ្ញុំជាកិត្តិយសទីខ្វាយដែលបានអញ្ជើញមកចូលរួមកម្មវិធីបន់ឆ្លងសាលារបស់យើងនោះបាទយើងត្រូវមានទាំងប្រុសមានទាំងស្រីកម្រាកម្រីឲ្យទីបានថាតំណែងមកត្រូវជួយគឺជាប្រាក់5ខាងចុងធូនគឺជាកណោះអានេះត្រូវតែចែកគ្នាទៅនេះមកពុំប្រចាំគ្នាតែយើងចិត្តតាមវិធីប្រាក់5ហើយព្រោះដល់អត់ពេលឯងដែលយូរអត់មានទឹកមិនមកទៅប្រាក់5គឺគ្នាបានល្អផ្លាស់រៀបទឹកមកផ្លាស់រៀបជើងមកផ្លាស់ខានសាច់ខានអីទៅរូបបែបយ៉ាងនៅពេលនេះគឺឆ្អិនឆ្លាស់ហើយយ៉ាងមកហូបបន្តប្រកបមកយើងសាកលក់ទៅបាទយ៉ាងបាននេះតាមពុទ្ធសាសនាក៏ខ្ញុំអញ្ជើញមកបន្តប្រកបមកលោកយាយចិត្តអស់នឹងអីលោកមេដែលមកជួយព្រឹកមិញមកហូបសិនមកសាកហើយយកអស់មកទៀតសិនមិនដឹងបាទយើងសូមអរគុណ